បាទសួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំមានមេរៀនថ្មីមួយក្នុងការចែកម្លែកទាក់ទងទៅនឹងការ explore ទៅលើ Windows ដែលមាន vulnerability ដូចជា CVE ដែលខ្ញុំបានបង្ហាញខាងលើអញ្ចឹងបាទអញ្ចឹងមកតាមពិតទៅ Windows នេះគឺគេ release យូរហើយក៏មានក្រុម hacker ជាច្រើនក្នុងការtry ទៅ access ទាក់ទងទៅនឹងរកចំណុចខ្សោយរបស់ computer version ហ្នឹងបន្ទាប់មកទៀតគាត់ប្រើ comment ដើម្បីធ្វើការ scanning រកនៅ VA ដែលមានចំណុចខ្សោយហ្នឹងហើយគាត់នឹងធ្វើការ exploit បាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំបង្កើតជា simulation មួយខ្ញុំមាន window ខ្ញុំមាន Kali ហើយខ្ញុំធ្វើការ scanning ទៅលើ VA នៅក្នុង computer ហ្នឹងអញ្ចឹងបងប្អូនអាច check មើល computer យើងទាំងអស់គ្នាតើមាន vulnerability នឹងអត់ឬក៏យើងត្រូវ update បាទការងាររបស់វានៅពេលដែលវាមានចំណុចខ្សោយយើងធ្វើការ update patch update latest version ទៅគឺវាអាច fix បានអាចថា fix បាន security ហើយបាទព្រោះនៅពេលដែលរកឃើញចំណុចខ្សោយគេនឹងធ្វើការ release patch មកបាទតែយើងហៅថា auto update ណាបាទចឹងនៅក្នុងនេះគឺគ្រាន់តែជាការធ្វើការ demo ទៅលើចំណុចខ្សោយដែលយើងមាននៅលើ Windows បាទអញ្ចឹងសូមតាមដានវីដេអូខ្ញុំធ្វើទាំងអស់គ្នាបាទហើយវីដេអូនេះក៏សូមចែករំលែកទៅបងប្អូនថ្មីដែលគាត់ចាប់ផ្ដើមរៀនជាមួយនឹង security អញ្ចឹងគាត់អាច start learning ពីចំណុចហ្នឹងទៅបាទហើយមានចំណុចជាច្រើនទៅដែលយើងអាច learning ជុំវិញទៅលើ network security ទៅលើ firewall ទៅលើ computer ទៅលើ cyber security បាទអញ្ចឹងក្នុង cyber security របស់យើងមានច្រើន layer មែនតើបាទអញ្ចឹងយើងអាច start ពីចំណុចធ្វើនៅលើ PC លើ computer លើ server យើងសិនទៅបាទបន្តមកទៀតយើងអាចធ្វើទៅលើ network layer បាទទៅលើ application layer បាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងសូមជួយតាមដានវីដេអូទាំងអស់គ្នាបាទហើយនេះគ្រាន់តែជា simulation វីដេអូមួយក្នុងការចែករំលែកទេបាទអរគុណ